รถยนต์ซีรีส์ទំនើប571គ្រឿងបានផ្ទុះឆេះនៅលើផ្លូវល្បឿនលឿននាម៉ោងប្រមាណ 7:30 នាទីព្រឹកថ្ងៃទី28ខែមករាឆ្នាំ2026នេះមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តមួយគ្រឿងបានបុកពីក្រោយរថយន្តមួយគ្រឿងផ្សេងទៀតកំពុងតែរត់នៅខាងមុខនៅលើផ្លូវល្បឿនលឿននៅត្រង់ចំណុច PK 93400 ស្ថិតនៅក្នុងភូមិទី6ឃុំយាយម៉ៅពេជ្រនិលស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺដោយនៅក្នុងនោះដែររថយន្តមួយគ្រឿងម៉ាក Lexus RX 307ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2BQ 6667អ្នកបើកបរមិនស្គាល់អត្តសញ្ញាណមូលហេតុបានស្លាប់ក្នុងហេតុការណ៍ឆេះផ្ទុះនៅក្នុងរថយន្តបើកបរក្នុងល្បឿនលឿនទិសដៅពីលិចទៅកើតក្រុងព្រះសីហនុភ្នំពេញលុះមកដល់ចំណុចខាងលើក៏បានបុកពីក្រោយរថយន្តម៉ាក Shaman ពណ៌សលឿងលាយបៃតងពាក់ស្លាកលេខភ្នំពេញ 3E 7040មានសណ្ដោងសឺមីរម៉កពាក់ស្លាកលេខភ្នំពេញ 4A 3050នាម៉ោងប្រមាណ 7:30 នាទីព្រឹកថ្ងៃទី28ខែមករាឆ្នាំ2026នេះមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តមួយគ្រឿងបានបុកពីក្រោយរថយន្តមួយគ្រឿងផ្សេងទៀតកំពុងតែរត់នៅខាងមុខនៅលើផ្លូវល្បឿនលឿននៅត្រង់ចំណុច PK 93400 ស្ថិតនៅក្នុងភូមិទី6ឃុំយាយម៉ៅពេជ្រនិលស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺដោយនៅក្នុងនោះដែររថយន្តមួយគ្រឿងម៉ាក Lexus RX 307ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2BQ 6667អ្នកបើកបរមិនស្គាល់អត្តសញ្ញាណមូលហេតុបានស្លាប់ក្នុងហេតុការណ៍ឆេះផ្ទុះនៅក្នុងរថយន្តបើកបរក្នុងល្បឿនលឿនទិសដៅពីលិចទៅកើតក្រុងព្រះសីហនុភ្នំពេញលុះមកដល់ចំណុចខាងលើក៏បានបុកពីក្រោយរថយន្តម៉ាក Shaman ពណ៌សលឿងលាយបៃតងពាក់ស្លាកលេខភ្នំពេញ 3E 7040មានសណ្ដោងសឺមីរម៉កពាក់ស្លាកលេខភ្នំពេញ 4A 3050ដឹកប្រេងក្រោយពីហេតុការណ៍ខាងលើម្ចាស់រថយន្តក៏បានរត់គេចខ្លួនបាត់ស្រមោលទុកបន្សល់តែរថយន្តតែប៉ុណ្ណោះ